សួស្តីអ្នកទាំងអស់គ្នានេះខ្ញុំនឹងបង្ហាញអំពីការដែលយើងទាញយកកម្មវិធី AutoCAD អញ្ចឹងនៅក្នុងការទាញយកគឺខ្ញុំធ្វើការស្នើសុំទេអញ្ចឹងសម្រាប់បងប្អូនអ្វីត្រូវមានទី1គឺ email ទី2គឺ website សាលាហើយបើសិនជាបងប្អូនជាសិស្សនិស្សិតគឺយើងប្រកាសជាមាន card ឬក៏ receipt របស់យើងហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅទាញយកទាំងអស់គ្នាអញ្ចឹងជាមានដំបូងបងប្អូនទាំងអស់គ្នាបានតែចូលទៅក្នុង Chrome ហើយជឿចូលនៅលើ email របស់យើងឬក៏នៅលើ browser របស់យើងមកអញ្ចឹងខ្ញុំដោយសារខ្ញុំនេះគឺជា email ថ្មីទេអញ្ចឹងខ្ញុំនឹងធ្វើការបង្កើតថ្មីឲ្យបងប្អូនមើលតែម្ដងអញ្ចឹងទី1គឺយើងចូលទៅ website របស់ AutoCAD មកអញ្ចឹងយើងគាត់ទៅ save ពាក្យ Autodesk ក៏បាន save ពាក្យ AutoCAD ក៏បានដូចខ្ញុំបង្ហាញខាងលើនេះក៏បានអញ្ចឹងយើងមកក្រោមនេះកន្លែងនេះគឺយើងឃើញ website របស់ AutoCAD តែម្ដងតែបើសិនជាយើងចុច website គឺ www.autodesk.com អញ្ចឹងយើងចុចលើនឹងក្រឹមមកហើយបន្តមកទៀតយើងត្រូវការ login អញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់មាន account គឺយើងត្រូវធ្វើការបង្កើត account ជាមុនសិនហើយបើសិនជាបងប្អូនមានថវិកាបងប្អូនអាចធ្វើការទិញនេះប្រចាំមួយខែតែ100ជាងទេតែបើសិនជាបងប្អូនមិនសូវមានថវិកាដូច admin អាចធ្វើការស្នើសុំបានអញ្ចឹងយើងចូលទៅបង្កើត login សិនទៅចាដោយសារតែ account នេះគឺជាថ្មី account ថ្មីយើងទៅបង្កើតនេះ create account អញ្ចឹងយើងដាក់ email របស់យើងអញ្ចឹងខ្ញុំឧស្សាហ៍ខ្ញុំមាន email របស់ខ្ញុំនេះគឺ email សម្រាប់ខ្ញុំរៀននៅសាកលតែម្ដងអញ្ចឹងចុច next មកអូខេអញ្ចឹងយើងចូលទៅមើលផ្ញើសារមកបងប្អូនដល់យើង login ទៅវាទាមទារផ្ញើលេខកូដមកអញ្ចឹងចូលមកកន្លែងនេះយើងមើលនៅខាងស្ដាំដៃគឺឃើញពាក្យថា email ចុចនឹងក្រឹបមកហើយយើងរងចាំតិចយើងមើលនៅលើទូរស័ព្ទដៃយើងក៏បានតែខ្ញុំជាទូទៅខ្ញុំប្រើប្រាស់លើ computer គឺខ្ញុំនឹងមើលលើ computer របស់នេះឃើញហើយអញ្ចឹងយកលេខកូដនេះហើយយើង copy យកផាសលើហ្នឹងមកអញ្ចឹងយើងមើលនាទីរបស់វាសល់ប្រហែល second ទេអូខេអញ្ចឹង first name របស់ខ្ញុំគឺដាក់ឈ្មោះខ្ញុំអញ្ចឹង password ខ្ញុំសុំទៅការបិទកុំឲ្យបងប្អូនឃើញសិនអញ្ចឹង password គឺត្រូវមានអក្សរតូចអក្សរធំអញ្ចឹងណាហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាក៏ឡើង check លើ group ហើយចុច create មកអញ្ចឹងបងប្អូនអាចធ្វើការ save ទុកក៏បានឬក៏មិនចាំបាច់ក៏បានដែរអញ្ចឹងខ្ញុំ save អូខេអញ្ចឹងយើងចុចno send មកអូខេអញ្ចឹង refresh មួយសិនបងប្អូនអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណេះយើងចុចមើលលើនេះទៀតពួកនៅពេល login អាចនឹងត្រូវការ login កន្លែងនេះអាចស្មុគស្មាញទាំង2 3ដងដែរតែសាមញ្ញយើងត្រូវតែបង្កើតអញ្ចឹងនៅពេលយើងចុចប៉ុណ្ណឹងហើយគឺវាលោបានហើយនេះប៉ុណ្ណឹងអញ្ចឹងណាបងប្អូនអូខេអញ្ចឹងបន្ទាប់ពីយើង login ហើយបងប្អូនទាំងអស់គ្នាគាត់តែ refresh 2 3ដងទៅ refresh 2 3ដងហើយយើងរងចាំទីសិន refresh ម្ដង2ដង3ដងធ្វើម៉េចឲ្យចាញ់ដូចខ្ញុំណាព្រោះទៅលើ screen window ហើយនឹង Mac វាមិនខុសគ្នាប្រហែលទេអញ្ចឹងបងប្អូននឹងឃើញពាក្យនេះ product support learn ហើយ community ក៏ដូចជា education អញ្ចឹងបើសិនជាយើងចង់ស្នើសុំគឺយើងចុចកន្លែងពាក្យ education ចុចលើ education ហ្នឹងទៅហើយយើងរងចាំបន្តិចអូខេអញ្ចឹងវានឹងចេញមកដោយសារតែយើងធ្វើនេះគឺចេញពីផ្ទះទៅវាអាចរឿង slow បន្តិចបងប្អូនអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវធ្វើការរៀបចំអញ្ចឹងករណីដែលនេះគឺសម្រាប់សិស្សហើយនេះបើសិនជាករណីដែលជាសាស្ត្រាចារ្យគឺយើងអាចចូល education នេះបានបើសាស្ត្រាចារ្យមានឯកសារច្រើនដើម្បីយើង support ហើយនេះគឺ IT administration នេះគឺសម្រាប់ខាងសាលាហើយយើងចង់ស្នើឲ្យយើងអញ្ចឹងណាអូខេអញ្ចឹងខ្ញុំដោយសារតែយើងក្នុងនាមជាសិស្សគឺយើងគ្រាន់តែចុចលើពាក្យសិស្សហ្នឹងមកតែបើសិនអ្នកអប់រំគឺវាមាន option ច្រើននេះគេណាអូខេនេះសម្រាប់គ្រូខ្ញុំជម្រាបអញ្ចឹងនេះតកតងទៅនឹង IT support សម្រាប់ខាងសាលាអញ្ចឹងហ្នឹងតែដោយសារយើងជាសិស្សយើងចុចលើសិស្សនេះហើយមាន2អញ្ចឹងយើងយកខាងឆ្វេងហ្នឹងមកអូខេហើយបន្តមកទៀតយើងអាច select draw កម្មវិធីដែលយើងចង់ download បើសិនជាខ្ញុំដោយសារខ្ញុំប្រើ Mac អញ្ចឹងខ្ញុំ select លើនេះបើសិនជាបងប្អូនប្រើ Windows បងប្អូនចុចលើ select នេះទៅនឹងខ្ញុំ Mac ចុចនេះគ្រប់អូខេអញ្ចឹងបន្តមកទៀតយើងធ្វើការរងចាំនេះដល់កន្លែងនេះគឺវាបង្ហាញដូច3 option ដូចគ្នាមាន student education educator ហើយនិង school IT ចឹងសម្រាប់សិស្សគឺយើងប្រើបានតែ1 user ទេបើសិនជាគ្រូគឺបាន250ហើយសម្រាប់ខាងសាលាគឺបានរត់ដល់3000 user អូខេអញ្ចឹងកន្លែងនេះគឺយើងចុចគឺលើ select ចុចលើគ្រប់ហើយយើងរកចាំតិចសិនអូខេអញ្ចឹងបន្ទាប់ពីយើងចុចលើ select ហើយយើងរកចាំតិចអូខេដល់កន្លែងនេះអញ្ចឹងវាមានតែប្រហែលដំណាក់កាលតែ4ដំណាក់កាល
chẳng thì mũi cứ tại sao thì giờ bàn thứ cả chưa rồi ai cái AutoCAD format chẳng nó bây giờ bằng bốn chữ đó lại đừng khơi cái này bằng bốn chữ hàng lên được môn máy nhé ok thì biết cái chữ từ bằng pen từ lời ấy một nghe vào chừng chứ educational educational rule đó cứ giúp đỡ từ cái chẳng những chỉ sai chẳng sao nó chẳng lấy cứ ngay khai cho nó cái nữa chẳng nhầm xong đại số phí trong ngoài đọc bốn chẳng đã khai mà nó bốn trong bốn bữa cả bạn đấy cái đã ngay khai xong nó đã affirm vào dưới continue chẳng nó tụi nãy cao thì mấy cứ dưỡng thực cái rồi bắt tay chẳng từ xa nhầm được Campuchia vì đã Cambodia mà address chẳng nhầm đã assign than vào nhóm chẳng nhầm đã assign than từ xa assign than nhầm trăm chẳng chứ cứ assign than được lên cả hàng chẳng st nipple chẳng nick cứ tên lì mán còn nắng rồi rửa cái lì mán tạo một tiết quay trận muốn đã bị nhóm của bạn này strip quay trận muốn stun miền trời chẳng stun miền trời khăn miền trời chẳng đã cắt cắt đấy miền trời làm bình đưa ra sau việc từ xe tận tịch chẳng đã Cambodia tiếp các bạn này đưa ra những người tịch hàng lần hàng chẳng đi thi cứ chỉ là tịch trong nữa đặt lần đó cái lần postal code này mà bộ này thực hiện rồi nè postal chẳng người sẽ nói postal code này Phnom Penh chẳng mà sân mong muốn em vẫn chạy để postal code nó tăngแต่ถ้า postal code នៅខាន់របស់យើងនៅខាន់ណាអញ្ចឹងណានេះឃើញមានលើនឹងដែរចេញអាចចែកមួយនេះ postal code យកទៅលេខនឹងទៅអញ្ចឹង120ទៅ120នៅពេញដល់20ទៅអញ្ចឹងដោយសារនៅកន្លែងខ្ញុំ129.05អញ្ចឹងខ្ញុំចាំប៉ុណ្ណឹងហើយបន្តមកទៀតគឺនេះ school information អញ្ចឹង school information ដោយសារយើងរៀននៅសាកលដាក់នេះមកបើសិនសាស្ត្រវិទ្យាល័យក៏អាចស្នើសុំបានស្នើសុំបានសាស្ត្រវិទ្យាល័យណាអូខេហើយនេះគឺឈ្មោះសាកលអញ្ចឹងដោយសាររងហើយខ្ញុំរៀននៅ Western University អញ្ចឹងប៉ុណ្ណឹងហើយនេះ website អញ្ចឹងយើងអាចចូលទៅលើ website របស់សាកលទៅនោះ University ប៉ុណ្ណឹងអូខេនេះចេះទៅនឹងក្រឹបហើយយើងក៏ទៅយកនេះ link ខាងលើហ្នឹងទេបងប្អូនចុច link លើណាយើងយកទៅផាសចូលបើសិនជាបងប្អូនស្គាល់បងប្អូនយក westernuniversity.edu.ke អញ្ចឹងក៏បានប៉ុណ្ណឹងទេហើយកន្លែង Indo នេះយើងអាចដាក់ថ្ងៃហ្នឹងក៏បានហ្នឹងដាក់ថ្ងៃហ្នឹង2026អញ្ចឹងតែហើយយើងគ្រីសក្រឹបបន្តមកទៀតយើង continue ហើយយើងចុច save ក៏បានដែរនេះយើង save សាយឋានរបស់យើងអញ្ចឹងអូខេអញ្ចឹងកន្លែងនេះគឺយើងត្រូវការ continue ទៀតតទៅទៀតយើងអាចចូលមកកន្លែងណាវិញយើងខ្វាយសិនក៏បានដែរយើង continue ដល់ទៀតអូខេអញ្ចឹងដល់កន្លែងនេះគឺវានឹងឲ្យយើងមកពេញ transcript អញ្ចឹងកន្លែងនេះមានជានេះ school transcript ក៏បានតាក់ទងទៅនឹងលិខិតចេញពីសាលាថាបញ្ជាក់ថាយើងគឺជាសិស្សនៅនឹងក៏បានដែរអញ្ចឹងហើយមានជាប្រកាន់ដៃបងលុយក៏បានដែរហើយនេះគឺ school ID អញ្ចឹងយើងមានកាតគឺងាយស្រួលអញ្ចឹងដោយសារខ្ញុំមានកាតខ្ញុំសូមអាប់ឡូតកាតរបស់ខ្ញុំអញ្ចឹងកាតទុកកញ្ញាទេមិនភ្លេចដែរបងប្អូនអញ្ចឹងចូលទៅកាតរបស់ខ្ញុំនេះកាតអញ្ចឹងយើងមានកាតយើងអាប់ឡូតចូលកាតអញ្ចឹងកាតនេះបើសិនជាអាចកាតនេះយើងអាច rename ដាក់ឈ្មោះយើងឲ្យមកក៏បានដែរតែប៉ុណ្ណឹងមកចុច continue ហើយបន្តមកទៀតយើងគ្រាន់តែចុច submit ទៅព្រោះដល់ជាការស្រេចបងណាអាចនឹងគេអត់ឲ្យដោយសារខ្ញុំមាន email មួយខ្ញុំស្នើហើយអញ្ចឹង email នេះគឺជា email ទី2អញ្ចឹងបងប្អូនរងចាំនេះ verify time vary នេះគឺ20នាទីសម្រាប់ការឆែកទៅលើ document របស់យើងហើយ24ម៉ោងគឺសម្រាប់គេថាអ្នកមកទេណាអញ្ចឹងអូខេសម្រាប់ document មកពីទេទាំងអស់នេះហើយ48ម៉ោង document ទាំងអស់ឬក៏ការ submit ទាំងអស់ជាទូទៅ48ម៉ោងតែបើខ្ញុំតាមការស្នើគឺតែហើយយើងតែបាន2ម៉ោងទេខ្ញុំស្នើដូចខ្ញុំពងរៀនម៉ោង6ចូលទៅម៉ោង6ខ្ញុំស្នើហើយម៉ោង8 9ឡោទៀតឃើញវាលូនអ្នក demand អញ្ចឹងបងប្អូនគឺត្រូវអាសាមើល email នេះមើល email នេះvậyនេះអញ្ចឹងប៉ុណ្្នឹងទេអញ្ចឹងប៉ុណ្្នឹងអញ្ចឹងយើងអាសាមើល email ទៅប៉ុណ្ណឹងទេបងប្អូនហើយបើសិនករណីដែលវាលោតបែបនេះបងប្អូនព្យាយាមធ្វើការអាប់ឡូតម្ដងទៀតទៅក៏បានដែរអញ្ចឹងវាទីទៅយើងរើសម្ដងទៀតឃើញយើងរើតែដល់ពេលចូលទៅបំពេញគឺវាមានទៅលើព័ត៌មានទាំងអស់របស់យើងហើយឃើញមានអញ្ចឹងវាឲ្យតែបំពេញឯកសារអញ្ចឹងបើសិនជាអាចយើងអាចដាក់ឯកសារនេះមួយមានឯកសារ2ក៏បានដែរហើយខ្ញុំដាក់ទៅមួយហ្នឹងទេហើយ continue ហើយយើង submit ដល់ទៀតប៉ុណ្ណាចឹងដាក់ទៅ2ដងមកដែរហើយបើសិនករណីដែលវាផ្ញើសារឲ្យម្ដងទៀតនឹងយើងរងចាំទៅអញ្ចឹងសម្រាប់ទៅលើលទ្ធផល
ខ្ញុំនឹងបង្ហាញនៅលើអេក្រង់អញ្ចឹងបងប្អូនមើលទៅក៏តើនៅពេលដែលវាបង្ហាញដល់នេះហើយសម្រាប់បងប្អូនទាំងអស់គ្នានៅពេលដែលក៏សនុកសប្បាយឬបានអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបាទហើយមួយទៀតបងប្អូនអាចចូលតាមដានទៅលើការចែករំលែកចំណេះរបស់ខ្ញុំទៅលើដាក់ឈ្មោះ Rain Media អញ្ចឹងក្នុងនេះគឺខ្ញុំបានផុសទៅលើវីដេអូមួយចំនួនដែលពាក់ព័ន្ធជាមួយនឹង AutoCAD SketchUp អញ្ចឹងបងប្អូនអាចចូលទៅបាទហើយសណ្ដាប់តែរបស់ខ្ញុំក៏ដូចជាតាម trend មួយចំនួនហើយមិនត្រឹមតែប៉ុណ្ណោះវាមានទាំង file មួយចំនួនពាក់ព័ន្ធទៅនឹង element បនទៀនផ្សេងៗពីវិសាខបូជាថ្ងៃហ្នឹងគឺមានដែរហ្នឹងហើយអូខេអញ្ចឹងមានច្រើនដែរបងប្អូនពាក់ព័ន្ធ standard មួយចំនួនដែលខ្ញុំបានធ្វើហើយនឹង file ដែល designer យើងក៏បានចែករំលែកខ្ញុំដាក់ចូលក្នុងហ្នឹងដែរហើយឲ្យតែតាក់ទងទៅនឹងបច្ចេកវិទ្យាគឺខ្ញុំបានដាក់បញ្ចូលរបស់បងប្អូនអូខេអញ្ចឹងសម្រាប់ពីខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនបងប្អូនមានចំណុចអាច comment នៅក្នុង channel ក៏បានហើយចូលទៅ page របស់ខ្ញុំឬក៏ចូលទៅ channel YouTube បានបាទអញ្ចឹងខ្ញុំបញ្ជាក់តិចតាក់ទងទៅនឹងខ្ញុំបានប្រើប្រាស់ទៅលើបណ្ដាញសង្គមតាក់ទងទៅនឹង Facebook page គឺខ្ញុំមាន2ចឹងបងប្អូនចូលទៅ page ខ្ញុំនេះក៏បានឬក៏ចូលទៅ YouTube របស់ខ្ញុំក៏បានអញ្ចឹងខ្ញុំនឹងផុសចូលនៅក្នុង YouTube របស់ខ្ញុំនៅក្នុង page ខ្ញុំផុសក្នុង page នេះហើយនឹង YouTube ខ្ញុំផុសក្នុង YouTube Rain Media ខ្ញុំ link ជាមួយនឹង YouTube មួយទៀតឈ្មោះ City ដូចគ្នាអញ្ចឹង page ដូចគ្នាខ្ញុំនឹងផុសចូលនៅក្នុង page នេះហើយនឹង page មួយទៀតគឺ page Rain Media នេះខ្ញុំនឹងផុសចូល page ទាំងដូចគ្នាអញ្ចឹងខ្ញុំ link collaborate អញ្ចឹងណាគេអញ្ចឹងបងប្អូនដែលចង់បានចំណេះពាក់ព័ន្ធជាមួយនឹងអីអាច comment ក្នុងវីដេអូនេះរៀងយូរបន្តិចតែគឺជាអត្ថប្រយោជន៍មួយសម្រាប់បងប្អូនទាំងគ្នាយើងជួបគ្នានៅវីដេអូក្រោយអរគុណច្រើន